លោកហ៊ុនម៉ាណែតបញ្ជាឲ្យបើកប្រាក់ជំពាក់យុទ្ធជនមរណភាពមុនបន់ភ្ជុំបិណ្ឌពីខេត្តក្រចេះអគ្គបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាអគ្គលេខាធិការរងសមាគមកអលោកឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានបញ្ជាឲ្យសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបើកថវិកាដែលជំពាក់យុទ្ធជនមរណភាពដែលមិនទាន់បានផ្ដល់ឲ្យក្រុមគ្រួសារឲ្យបានទាន់មុនបន់ភ្ជុំបិណ្ឌខាងមុខនេះលោកហ៊ុនម៉ាណែតបានថ្លែងដូចនេះគ្រាដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាជិកថ្នាក់ដឹកនាំអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្តក្រុងស្រុកនិងការបើកផ្ដល់ប្រាក់មរណសង្គ្រោះជូនគ្រួសារសពសមាជិកសអកខេត្តក្រចេះកាលពីព្រឹកថ្ងៃទី7 ខែតុលាឆ្នាំ2015នៅសាលមហោស្រពខេត្តពិធីនោះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងជាការបង្ហាញពីការយកចិត្តទុកដាក់និងរំលឹកគុណចំពោះបងប្អូនអតីតយុទ្ធជនផងដែរគួរបញ្ជាក់ថាការបើកផ្ដល់នៅថវិកាជូនបងប្អូនមរណសង្គ្រោះពេលនោះមានចំនួន12នាក់ដែលម្នាក់ៗទទួលបាននៅថវិកាចំនួន4លានរៀលដោយឡែកសមាជិកសអកខេត្តមានចំនួន150នាក់ម្នាក់ៗក៏ទទួលបានថវិកាចំនួន50000រៀលនិងអង្ករ25គីឡូក្រាមបរិសុទ្ធវៀតណាមបើករថយន្តបុករថយន្តដឹកកម្មករស្លាប់និងរបួស39នាក់នៅស្វាយរៀងជាប់គុក5ឆ្នាំពីខេត្តស្វាយរៀងទីបំផុតទៅចៅក្រមសាលាដំបងខេត្តបានប្រកាសសារក្រមសម្រាប់ផ្តន្ទាទោសបរិសុទ្ធជនជាតិវៀតណាមមានឈ្មោះលេវ៉ាងភីងដាក់ពន្ធនាគារចំនួន5ឆ្នាំក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រុងបុករថយន្តដឹកកម្មករបណ្ដាលឲ្យកម្មករកម្មការិនីរោងចក្រស្លាប់19នាក់និងរងរបួស20នាក់កាលពីខែឧសភាកន្លងទៅបើតាមអ្នកឆ្លងឆ្លើយព័ត៌មានកោះសន្តិភាពបានបញ្ជាក់ជំហានដំបូងបានឲ្យដឹងថាក្រៅពីផ្ដន្ទាទោសដាក់ពន្ធនាគារ5ឆ្នាំនៅព្រឹកថ្ងៃទី8តុលាដដែលនេះចៅក្រមជំនុំជម្រះលោកសុធីបូរឆាតក៏បានបង្គាប់ឲ្យឈ្មោះលេវ៉ាងភីងបង់ប្រាក់12លានរៀលសងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះដែរសមត្ថកិច្ចបញ្ជូនស្ត្រីស្រវឹងស្រាបើកឡានអូឌីជេរប្រមាថប៉ូលីសទៅឃុំនៅពន្ធនាគារពីខេត្តបាត់ដំបងទីបំផុតទៅបន្ទាប់ពីការសាកសួរអស់ពេលជិត3ម៉ោងនោះរួចមកនៅវេលាម៉ោង 11:20 នាទីថ្ងៃត្រង់ថ្ងៃទី8តុលានេះចៅក្រមស៊ើបសួរសាលាដំបងខេត្តបាត់ដំបងបានសម្រេចឃុំខ្លួនស្ត្រីឈ្មោះសូដាមុនដែលស្រវឹងស្រាជោគជាំបើករថយន្តអូឌីបង្កគ្រោះថ្នាក់ចរាចរណ៍និងជេរប្រមាថប៉ូលីសដាក់ពន្ធនាគារបណ្ដោះអាសន្នលទ្ធផលចេញហើយប្រាក់ឈ្នួលអបបរមាកម្មករសម្រាប់ឆ្នាំ2016គឺ$140ពីរាជធានីភ្នំពេញទីបំផុតទៅក្រុមប្រឹក្សាការងារបានសម្រេចយកប្រាក់ឈ្នួលកម្មករអបបរមា$135សម្រាប់ឆ្នាំ2016បន្ទាប់ពីការបោះឆ្នោតក្នុងលទ្ធផល24លើ23សម្លេងដែលទើបនឹងបិទបញ្ចប់នៅប្រមាណនាទីនេះបើតាមលោករដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈឥតសំហេងបានឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំថាជាមួយនឹងលទ្ធផលនេះរាជរដ្ឋាភិបាលបានសម្រេចបន្ថែម$5ទៀតសម្រាប់ប្រាក់ឈ្នួលកម្មករមានន័យថាសម្រាប់ឆ្នាំ2016ខាងមុខប្រាក់ឈ្នួលកម្មករអបបរមាសរុប$140មន្ត្រីមួយចំនួននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឆ្លើយដាក់ក្រសួងរឿងអត្តសញ្ញាណប័ណ្ណយឺតយ៉ាវពីរាជធានីភ្នំពេញបានតាមអ្នកឆ្លងឆ្លើយព័ត៌មានកោះសន្តិភាពបានស្រង់សម្ដីមន្ត្រីមួយចំនួននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថាភាពយឺតយ៉ាវនៃការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដោយសារតែខាងអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណក្រសួងមហាផ្ទៃផ្ដល់មកខាងស្នងការយឺតការលើកឡើងរបស់មន្ត្រីនគរបាលមួយចំនួននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រជាពលរដ្ឋសួរពីរឿងគាត់ធ្វើអត្តសញ្ញាណប័ណ្ណច្រើនខែមកហើយតែអត់ទាន់បានទទួលសេចក្តីរាយការណ៍បានបន្តថាមកដល់នឹងពេលនេះមានប្រជាពលរដ្ឋជិត200,000នាក់ដែលមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណខណៈពួកគាត់បានមកធ្វើអត្តសញ្ញាណប័ណ្ណអស់រយៈពេល3ទៅ4ខែមកហើយតាក់ទងទៅនឹងការចោទប្រកាន់ខាងលើនេះគេហទំព័រកោះសន្តិភាពមិនអាចសុំការឆ្លើយបានភ្លាមនៅឡើយទេពីលោកនាយឧត្តមសេនីយ៍ម៉ៅចន្ទរាអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណនៅវេលាថ្ងៃត្រង់ថ្ងៃទី8តុលានេះចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ខៀវសុភ័ក្រក៏មិនអាចសុំការអធិប្បាយបានដែរដោយទូរស័ព្ទរបស់លោកទទួលការហៅចូលជាច្រើនដងប៉ុន្តែគ្មានអ្នកទទួលគូជួបបអនុញ្ញាតឲ្យប្រសងដែលមានអត្តសញ្ញាណប័ណ្ណមានសិទ្ធិចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញលោកហងពុធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់កោះសន្តិភាពថាព្រះសង្ឃដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងត្រូវអនុញ្ញាតឲ្យចុះឈ្មោះនិងនិមន្តបោះឆ្នោតតែចំពោះព្រះសង្ឃដែលគ្មានអត្តសញ្ញាណប័ណ្ណក្រសួងមហាផ្ទៃជាអ្នកមានភារកិច្ចផ្ដល់ប្រកេតលោកនៅថ្ងៃទី1វិច្ឆិកាខាងមុខនេះគូជបនឹងចាប់ផ្ដើមចុះឈ្មោះសាកល្បងតាមប្រព័ន្ធកុំព្យូទ័រទាំងប្រវត្តិនិងប្រសង់ទាំងប្រទេសតាមការគ្រោងទុកអ្នកនាំពាក្យគូជបបានបញ្ជាក់ថាស្របពេលជាមួយគ្នានេះដែរគូជបបានទទួលអ្នកជំនាញផ្នែកចុះឈ្មោះបោះឆ្នោតពីប្រទេសបារាំងមួយរូបនិងជប៉ុន2រូបមកជួយរៀបចំការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនៅទីស្តីការគូជបអត់ខំរកស៊ីគេតែផឹកស្រាលោកប្រពន្ធសុំលេងឈឺចិត្តចងកបញ្ចប់ជីវិតខេត្តព្រៃវែងបរិមម្នាក់ប្រូតែប្រពន្ធសុំលេងបានសម្រេចចិត្តគិតខ្លីយកខ្សែនីឡុងចងនឹងរនងផ្ទះចងកសម្រាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 8:20 នាទីព្រឹកថ្ងៃទី 7 តុលា 2015ស្ថិតនៅផ្ទះរបស់ខ្លួននៅក្នុងភូមិក្រសាំងឃុំជ្រេះស្រុកមេសាងខេត្តព្រៃវែងប្រពន្ធបានដឹងថាជនរងគ្រោះឈ្មោះពកសង្ហាអាយុ30ឆ្នាំមានប្រពន្ធនិងកូនចំនួន2នាក់ប្រពន្ធបន្តថាបរិះរូបនេះស្រឡាញ់ប្រពន្ធណាស់ហើយក៏ខិតខំរកស៊ីខ្លាំងណាស់ដែរប៉ុន្តែទៅតែប្រហែលខែចុងក្រោយនេះបរិះរូបនេះស្រាប់តែប្រែប្រួលលេងខំរកស៊ីខំតែផឹកស៊ីមួយថ្ងៃស្រវឹងរហូតពេលប្រពន្ធស្ដីថាក៏ខឹងដើរគេចបាត់ពីផ្ទះហើយពេលខ្លះក៏ឆ្លោះជាមួយប្រពន្ធរហូតដល់កើតមានអំពើហិង្សាថែមទៀតផងប្រភពព័ត៌មានដដែលបន្តថាឪពុកម្ដាយបងប្អូននិងប្រពន្ធស្ដីថាណែនាំមិនស្ដាប់ទៅប្រពន្ធប្រកាសទាមទារសុំលេងលះកាលពីប្រមាណថ្ងៃមុនហើយចាប់តាំងពីលឺប្រពន្ធសុំលេងមកបរិះរូបនេះក៏ព្យាយាមទៅសុំសម្រុះសម្រួលគ្នាជាមួយប្រពន្ធវិញប៉ុន្តែខំលួងប្រពន្ធយ៉ាងណាក៏ប្រពន្ធមិនព្រមទៅធ្វើឲ្យបរិះរូបនេះតូចចិត្តលេងផឹកស៊ីមួយថ្ងៃគេតែអង្គុយសង្កុកមិនម៉ត់មិនកហើយនៅព្រឹកថ្ងៃកើតហេតុនោះមនុស្សនៅក្នុងផ្ទះម្នាក់រវល់តែការងាររៀងៗខ្លួនមិនបានចាប់អារម្មណ៍មើលទេលុះពេលបាត់បរិះរូបនេះក៏សួរគ្នាតែគ្មានអ្នកណាបានឃើញក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញចងកសម្រាប់ខ្លួននៅក្នុងបន្ទប់ដេកបាត់ទៅហើយទើបមានការភ្ញាក់ផ្អើលឆោឡោតែម្ដងខត់ខ្លួនតាអាយុ70ឆ្នាំពីបទរំលោភក្មេងស្រីអាយុ9ឆ្នាំខេត្តស្ទឹងត្រែងកម្លាំងនគរបាលស្រុកសេសានកាលពីព្រឹកថ្ងៃទី6 តុលា 2015បានបញ្ជូនតាចាស់វ័យ70ឆ្នាំម្នាក់មកស្នងការដ្ឋាននគរបាលខេត្តក្រោយពីលបួងក្មេងស្រីអាយុ9ឆ្នាំទៅរំលោភសេពសន្តិវៈបានសម្រេចនៅព្រៃក្រោយភូមិនៅក្នុងស្រុកសេសានកាលពីថ្ងៃទី5 តុលា 2015ជនសង្ស័យមានឈ្មោះបានពុតអាយុ70ឆ្នាំរស់នៅភូមិឃុំកើតហេតុចៅប្លន់ប្រដាប់អាវុធ2នាក់ព្យួងប្លន់នៃរថម៉ូតូឌុបចាប់បានម្នាក់ស្វាគមន៍ស្ទើរខ្សៃរាជធានីភ្នំពេញចៅប្លន់ប្រដាប់អាវុធម្នាក់ក្នុងចំណោមបកពួក2នាក់ដែលម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលត្រូវបានកម្លាំងសមត្ថកិច្ចបរដ្ឋបាលនគរបាលស្ទឹងមានជ័យឃាត់ខ្លួនបានភ្លាមបន្ទាប់ពីជនសង្ស័យនឹងបកពួកធ្វើសកម្មភាពព្យួងប្លន់ម៉ូតូមួយគ្រឿងម៉ាត្រីមធុនសេ125ស៊េរី2009ពីបរិះជាអ្នករត់ម៉ូតូឌុបម្នាក់ដោយប្រើកាំភ្លើងខ្លីម៉ាកា54បានសម្រេចដោយសុវត្ថិភាពកាលពីវេលាម៉ោង 6:15 នាទីព្រឹកថ្ងៃទី8 តុលា 2015នៅចំណុចផ្លូវទី1ស្ថិតនៅក្នុងក្រុមទី6ភូមិដំណាក់ធំ2សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យជនសង្ស័យឈ្មោះផៃវ៉ាន់ភេទប្រុសអាយុ23ឆ្នាំមុខរបរនៅទីលំនៅមិនពិតប្រាកដចំណែកបរិះរងគ្រោះឈ្មោះអូនថាន់ភេទប្រុសអាយុ22ឆ្នាំជាអ្នករត់ម៉ូតូឌុបស្នាក់នៅបន្ទប់ជួលសង្កាត់ទំពៀងថ្លឹងសង្កាត់ចោមចៅបានរៀបរាប់ថាដំបងឡើយរូបគាត់បានឌុបមួយមកក្បែរកន្លែងកើតហេតុខាងលើរួចក៏ធ្វើដំណើរត្រឡប់ទៅវិញខណៈមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ជ្រងំនោះស្រាប់តែលេចមុខវិវជន2នាក់ជិះម៉ូតូមួយគ្រឿងម៉ាហុងដាទ្រីមធុនសេ125ស៊េរី2008មកអែបហើយយុវជនជិះពីខាងក្រោយក៏បានលោតចុះពីលើម៉ូតូរួចទាញកាំភ្លើងខ្លីម៉ាកា54ចេញពីចង្កេះធ្វើសកម្មភាពព្យួងប្លន់យកម៉ូតូរបស់គាត់តែម្ដងដោយគំរាមថាបើហ៊ានស្រែកគេនឹងបាញ់សម្លាប់ចោលហើយក៏យកម៉ូតូរបស់គាត់ជិះរត់គេចខ្លួនបាត់ទាំងពីរនាក់ក្រោយកើតហេតុភ្លាមបរិះរងគ្រោះបានស្រែកឡើងឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមអ្នករត់ម៉ូតូឌុបនៅក្បែរនោះនាំគ្នាជិះម៉ូតូដេញតាមក្រុមចោលរហូតចាប់បានជនសង្ស័យម្នាក់ទប់កំហឹងមិនបានដោយស្អប់ចោលលួចចោលប្លន់នោះផងក៏ព្រួតគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងសល់ដង្ហើមចង្រិតកម្លាំងនគរបាលបរដ្ឋបាលស្ទឹងមានជ័យចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនិងនាំខ្លួនមុខសញ្ញាព្យួងប្លន់ប្រដាប់អាវុធម្នាក់នេះទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំចំណែកបរិះរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចដើម្បីឲ្យធ្វើការស្រាវជ្រាវវែកមុខនិងផ្ដន្ទាទោសតាមច្បាប់
ដាក់ចង្ក្រានធ្វើម្ហូបទៅដាក់បិណ្ឌក្បែរពីដងសាំងឆាបឆេះរលាកដៃជើងផ្អើលពេញភូមិខេត្តកណ្ដាលស្ត្រីម្នាក់ជាអ្នកលក់ដូរចាប់ហួយនៅតាមផ្ទះត្រូវភ្លើងឆាបឆេះរលាកដៃរលាកជើងទាំងសងខាងខណៈពេលដែលដាក់ចង្ក្រានធ្វើម្ហូបនៅជិតពីដងសាំងដែលកំពុងតែបូមដាក់ដបហើយការនេះបានបង្កើតឡើងកាលពីវេលាម៉ោង3រសៀលថ្ងៃទី7តុលានៅភូមិស្វាយអាត់កណ្ដាលឃុំព្រៃតមៈស្រុកខ្សាច់កណ្ដាលស្ត្រីរងគ្រោះមានឈ្មោះហុកគឹមស្រីអាយុ42ឆ្នាំមុខរបរលក់ដូរនៅផ្ទះស្នាក់នៅភូមិកើតហេតុខាងលើស្ត្រីរងគ្រោះបានឲ្យដឹងថានៅថ្ងៃកើតហេតុគាត់នៅផ្ទះតែម្នាក់ឯងត្រូវជាថ្ងៃកាន់បិណ្ឌនៅវត្តព្រៃតមៈទៅគាត់ធ្វើម្ហូបស្ងោរម្រះដើម្បីយកទៅកាន់ថ្ងៃទី8តុលានេះដោយដាក់ចង្ក្រាននៅជាប់នឹងពីដងសាំងចំណុះ30លីត្រទុកសម្រាប់បូមដាក់លក់ខណៈពេលដែលកំពុងស្ងោរម្រះបណ្ដើបូមសាំងចេញពីបដងដាក់នៅក្នុងដបបណ្ដើស្រាប់តែអណ្ដាតភ្លើងបានឆាបឆេះធ្វើឲ្យរលាកដៃខាងស្ដាំនិងជើងទាំងសងខាងភ្លាមនោះព្រោះតែខ្លាចភ្លើងឆេះផ្ទះទៅគាត់បង្ខំចិត្តកាន់ពីដងសាំងដែលកំពុងតែឆាបឆេះនោះទៅចោលខាងក្រៅផ្ទះទើបមានអ្នកជិតខាងនាំគ្នាជួយពន្លត់ភ្លើងនិងឆេះទាន់ពេលវេលាក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាលប៉ុន្តែគ្រូពេទ្យអត់មានជំនាញបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបេកុសមៈតែមុននឹងយកមកមន្ទីរពេទ្យអ្នកជិតខាងបានយកបន្ទាលកន្ទុយក្រពើមកបិទទៅគ្រូពេទ្យបានប្រាប់ឲ្យទិញស្ប្រាយមកបាញ់ដើម្បីកាត់បន្ថយកម្ដៅក្នុងខ្លួនតាមសម្ដីរបស់គ្រូពេទ្យប្រចាំមន្ទីរពេទ្យបេកុសមៈបានដឹងថាកម្រិតនៃការរលាកជាកម្រិតស្រាលស្ថិតនៅក្នុងដំណាក់កាលមួយមិនធ្ងន់ធ្ងរនោះទេ